បាទអនុញ្ញាតគ្រប់ជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះក្រុមជាងផ្ទះយើងប្រហើយការឋានមួយទៀតបងប្អូនអរគ្នានៅខាងខេត្តពោធិ៍សាត់ណាជាប្រភេទផ្ទះកពើ5ដែលផ្ទះនេះគឺបងប្រុសគាត់សាងសង់6x10ដែលមានបន្ទប់គេងបាន2បន្ទប់ទឹក1ផ្ទះបាយ1និងបន្ទប់ទទួលភ្ញៀវមួយទៀតបងប្អូនអរគ្នាហើយក្រុមជាងយើងខ្ញុំសូមបង្ហាញបងប្អូនអរគ្នាពីទស្សនវិជ្ជាខាងមុខហើយក៏ដូចជាទស្សនវិជ្ជាទៅខាងឆ្វេងស្ដាំនៃផ្ទះបន្តិចបងប្អូនអរគ្នាអញ្ចឹងផ្ទះនេះដែរគឺស្រស់ស្អាតមែនតើបងប្អូនអរគ្នាបងប្អូនឃើញឆ្នូតខាងលើនេះគឺយើងវាយប្រភេទឈើរ៉ាបងប្អូនអរគ្នាគឺមើលទៅស្អាតមែនតើដោយសារតែយើងអត់ឆូតជាមួយនឹងស៊ីម៉ង់ទេវាមើលទៅវាអត់ស្អាតណាបងប្អូនអរគ្នាអញ្ចឹងឈើរ៉ាជាមួយនឹង smart board យើងនៅខាងក្រៅបងប្អូនអរគ្នាអញ្ចឹងផ្ទះនេះដូចបងប្អូនបានឃើញអញ្ចឹងពណ៌ថ្នាំគឺស្អាតម្យ៉ាងទៅតាមតម្រូវការរបស់អតិថិជនអញ្ចឹងណាបងប្អូនអរគ្នាយើងសាងសង់ពណ៌ថ្នាំនេះគឺអតិថិជនគាត់អាចជ្រើសរើសបានបងប្អូនអរគ្នាចំពោះផ្នែកកញ្ចក់នេះដូចបងប្អូនបានឃើញអញ្ចឹងយើងប្រើប្រភេទកញ្ចក់ Ryzen ណាបងប្អូនអរគ្នាមើលពីក្រៅឃើញមើលពីខាងក្នុងឃើញមើលពីខាងក្រៅឃើញទេបងប្អូនអរគ្នាហើយផ្ទះនេះគឺយើងលេងជ្រីជ្រុងបានស្អាតបងប្អូនអរគ្នាយើងកែជ្រីជ្រុងខាងមុខផ្ទះដើម្បីយក style line ចេញអញ្ចឹងណាបងប្អូនអរគ្នាអញ្ចឹងទស្សនវិជ្ជាខាងក្នុងនេះដូចបងប្អូនបានឃើញអញ្ចឹងហើយផ្ទះនេះគឺយើងកសាងអត់មានការ៉ូអញ្ចាំងទេបងប្អូនអរគ្នាប៉ុន្តែបងប្រុសគាត់ថែមយកការ៉ូអញ្ចាំងនៅខាងក្រៅអញ្ចឹងណាបងប្អូនអរគ្នាហើយថ្ងៃនេះយើងបកគលសោហើយបងប្រុសគាត់ទិញវាំងននក៏ដូចជាចង្ហាល់ឲ្យក្រុមការងារជួយបំពាក់ទៀតបងប្អូនអរគ្នាចំពោះផ្ទះនេះដែរគឺស្រស់ស្អាតមែនទែនបងប្អូនអរគ្នាចំពោះជ្រីជ្រុងហើយនឹងការលេងពិដានអីណាផ្ទះនេះតូចតែខ្លឹមបងប្អូនអរគ្នាដូចបងប្អូនបានឃើញអញ្ចឹងសូម្បីតែទ្វារបន្ទប់គេងយើងប្រើប្រភេទ PVC ប្រភេទទ្វារល្អបងប្អូនអរគ្នាទ្វារនេះគឺអត់ចាញ់ទ្វារឈើទេបងប្អូនអរគ្នាដោយសារតែស្រួលបិទបើកហើយទស្សនវិជ្ជាក្នុងបន្ទប់គេងមេគ្រួសារនេះដូចបងប្អូនបានឃើញអញ្ចឹងគឺស្រស់ស្អាតមែនទែនយើងមើលទៅហើយបន្ទប់ទី2បងប្អូនអរគ្នានិយាយទៅបន្ទប់2នេះគឺប៉ិនគ្នាបងប្អូនអរគ្នាហើយផ្ទះនេះគឺបន្ទប់គេងយើងបាន3x4អញ្ចឹងវាស្រស់ស្អាតហើយធំទូលាយល្មមសម្រាប់គ្រួសារតូចបងប្អូនអរគ្នាហើយសំខាន់គឺបន្ទប់ផ្ទះបាយបងប្អូនអរគ្នាផ្ទះបាយយើងរៀងធំទូលាយយើងចាក់អសអលមកបានធំទូលាយហើយការ៉ូអញ្ចាំងទៀតអញ្ចឹងដូចបងប្អូនបានឃើញអញ្ចឹងហើយនេះបន្ទប់ទឹកបងប្អូនបន្ទប់ទឹកយើងក៏ស្រស់ស្អាតដែរយើងបិទការ៉ូរហូតដល់ពីដានណាប៉ុន្តែការ៉ូយើងបិទដូចជា2ម៉ែត្រជាងឯងបងប្អូនអរគ្នាអញ្ចឹងគឺស្រស់ស្អាតទាំងអស់បងប្អូនអរគ្នាចំពោះផ្ទះនេះដែរហើយបងម្ចាស់ផ្ទះគាត់ពេញចិត្តមែនតើហើយគាត់នៅខាងភ្នំពេញផ្ទះនេះគាត់ក៏អត់សូវបានមកមើលដែរបងប្អូនបដ ாய் ឲ្យក្រុមការងារយើងសាងសង់ហើយយើងសាងសង់ពេញនៅទំនុកចិត្តយើងផ្ញើរបាយការណ៍ជូនគាត់ជាប្រចាំអាទិត្យអញ្ចឹងបងប្អូនអរគ្នាអញ្ចឹងដូចបងប្អូនបានឃើញអញ្ចឹងទស្សនវិជ្ជាពីខាងក្រៅទៅគឺផ្ទះនេះស្អាតបងប្អូនអរគ្នាជ្រីជ្រុងហើយអ្នកភូមិផងរបងក៏សរសើរទៀតអញ្ចឹងជាងគ្មានអ្វីសប្បាយចិត្តជាងអ្នកភូមិគេសរសើរឲ្យបងប្អូនអរគ្នាហើយទឹកដីខេត្តពោធិ៍សាត់យើងជន់នេះគឺសប្បាយចិត្តចឹងបងប្អូនអរគ្នាដែលចង់សាងសង់ម៉ូតវីឡាកពើ5និងសំណង់ពូគ្រប់ប្រភេទបងប្អូនអាចទាក់ទងក្រុមការងារជាងផ្ទះយើងបានបងប្អូនអរគ្នាជាមួយទំនុកចិត្ត100%។